ហើយយើងជាធនាគារបោះដុំយើងរត់ទុនពីរដ្ឋាភិបាលផងពីកម្ចីពីក្រៅផងយើងផ្ដល់ស្ថាប័នមីក្រូតូចដើម្បីផ្ដល់បន្តដល់ប្រជាជនបាទចំនួននោះគឺ99ដល់2000ហ្នឹងគឺស្ថាប័នមីក្រូតូចនៅតិចណាស់ហើយអត់មានទុនធំទេអ្នកខ្លះសុំបីអេស៊ីដាក៏ខ្ចីទុនយើងផ្លុកខ្ចីទុនពីធនាគារយើង$1 លានដែរហើយអមរ៉ាត់ក៏ផ្លុកខ្ចីដែរ$1 លានដែរបាទដល់ឥឡូវនេះប្រហែលថ្ងៃចុងក្រោយនេះមួយខែឆ្នាំពីគេវិញគួរតែយើងខ្ចីគេវិញព្រោះអេស៊ីដាលោកឡើងទៅធំទៅធំជានិចធំគួរហេតុណាបាទអញ្ចឹងហើយខាងអមរ៉ាត់គេឡើងមានទុនគេ$30 លានហើយបាទអញ្ចឹងបាទយើងបបែពីមីក្រូធុហ្នឹងយើងនៅជួយតូចអ្នកណាដែលបង្កើតថ្មីតូចតាមជនបទដែលអត់មានធំហ្នឹងយើងជួយផ្ដល់ដើម្បីឲ្យមានការប្រណាំងប្រជែងតម្លៃការប្រាក់ចាតូចហ្នឹងគឺកន្លែងខ្លះលោកធ្វើឲ្យប្រជាជនខ្ចី2%ទៅ3%ក្នុងមួយខែបាទប៉ុន្តែជាធម្មតាជាមធ្យមពីមុនយើងដឹងថាមីក្រូធុហ្នឹងការប្រាក់ប្រជាជនហ្នឹងគឺ60%គឺមួយខែ5%ឥឡូវនេះចុះមកហើយជាមធ្យមចុះមកត្រឹម36%គឺ3%ជាមធ្យមហើយអង្គការធំទៀតណាស្ថាប័នធំចាប់ចុះមកត្រឹម2%ពីកន្លះច្បាស់អីថាយើងបានជោគជ័យមួយចំនួនដែរប៉ុន្តែនៅថ្លៃចឹងមានគិតថា24%គឺក៏នៅតែថ្លៃដែរបាទហើយយើងបានយើងខំជំរុញតូចហ្នឹងឲ្យធ្វើម៉េចដំណើរបានប្រជាជនខ្ចីទៅ20%ទៅមួយកន្លះក្នុងមួយខែក៏1.2ក្នុងមួយខែអាហ្នឹងវាស្រួលដល់ប្រជាជនបាទហើយហ្នឹងជាយើងជួយដោយប្រយោលទៅប្រជាជនបាទពីព្រោះយើងបានផ្ដល់ទុននៅស្ថាប័នមីក្រូធុអញ្ចឹងលោកយកទៅចែកចាយផ្ទាល់ដល់ប្រជាជនបាទបានជាជំនួយដោយប្រយោលសម្រាប់ខាងទីកសិករដែលជាអ្នកផលិតស្រូវចាមួយវិញទៀតសំខាន់ធំនេះគឺចំណុចទីចូលលោកបានណែនាំឲ្យយើងបោះដុំទៅខាងម៉ាស៊ីនកិនស្រូវដូចជាសម្ព័ន្ធម៉ាស៊ីនកិនស្រូវសម្រាប់ធ្វើការប្រមូលស្រូវកិនជាអង្គនាំចេញនិងផុតគុកក្នុងស្រុកគឺទិសដៅយើងឈានជំហានទៅមុខបាទហើយពេលនោះគឺយើងបានទទួលទុនពីរដ្ឋាភិបាលពីកម្ចីការប្រាក់ទាបគឺ$36 លានសម្រាប់ឆ្នាំ2011 2012នេះឆ្នាំមុនយើងបានត្រឹមតែ18 លានទេ2009 2011ហ្នឹងប៉ុន្តែរាល់ឆ្នាំក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយមានការគ្រប់គ្រងពីឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិហ្នឹងបានបន្ថែមទុនដល់យើងអាហ្នឹងជោគជ័យប៉ុន្តែទៀតហើយ3%ទេហើយយើងបោះបន្តគឺ6%សម្រាប់ប្រមូលស្រូវនិង7%សម្រាប់វិនិយោគបាទអាហ្នឹងគេយើងប្រមូលទុន$36 លានសម្រាប់ឆ្នាំ2011-12បាទឃើញថាកម្រិតនៅតិចណាស់បាទខ្ញុំគ្រប់គ្រងទាំងស្រុងចំពោះមតិរបស់អ្វីដែលយើងបាក់ទួនាំរោមសិនកិនស្រូវហ្នឹងគ្រាន់គាត់ទិញស្រូវមួយកន្លែងហ្នឹងគឺរាប់រាប់រយលាន$បាទដើម្បីហ្នឹងយកអង្គហ្នឹងនាំចេញឲ្យបានច្រើនហ្នឹងវាត្រូវការលុយហ្នឹងកាន់តែច្រើនហើយដល់មានបានគិតគូរធ្វើយ៉ាងម៉េចដើម្បីនឹងឲ្យបានលើស36 លាននេះយើងបានគិតគូរជាមួយនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបាទសេដ្ឋកិច្ចជាតិរកជួបបាយធនាគារយើងជាអ្នកនាំមុខទេជំរុញគាត់ដើរទៅមុខឲ្យគេឃើញដល់អូជោគជ័យហើយគេនឹងធ្វើតាមហើយសប្តាហ៍ថ្ងៃនេះមានការចូលរួមយ៉ាងសកម្មពីធនាគារពាណិជ្ជបាទធនាគារពាណិជ្ជនៅកម្ពុជាហ្នឹងមានលុយប្រមាណដល់ទៅ4កោតបាទលុយនៅធនាគារប្រើប្រាស់អស់ខ្លះនៅសល់ប្រហែលជា1000 លានទៀតសម្រាប់បាទសម្រាប់ទុកបង្វិលអញ្ចឹងហើយបើពេលណាមានការធានាពីរាជរដ្ឋាភិបាលពីអង្គភាពផ្សេងគឺអាចបញ្ចេញទុនថែមតែក្នុងរាជរដ្ឋាភិបាលបានប្រកាសហានិភ័យ50%បាទគឺថាប៉ុន្តែយើងជំរាបថារដ្ឋាភិបាលនឹងរៀបចំគម្រោងមួយដាក់ទុន25 លានសម្រាប់ធានាក្នុង25 លានហ្នឹងគឺយើងធានាបើសិនបាត់បង់50%បាទ50%ហានិភ័យតែចេះដូចថាយើងដូចទុនយើងឡើងដល់50 លានចា25% ធានាអញ្ចឹងធនាគារពាណិជ្ជឬក៏ធនាគារជនបទអាចបញ្ចេញទុន50 លានជាមួយនឹងដែរធនាគារពិភពលោកខាងឯកជនហ្នឹងគឺមាន25 លានទៀតអញ្ចឹងអាចចេញបានជា100 លានប៉ុន្តែខាងធានាធម្មតាការធានាហ្នឹងមិនមែនបាត់ទាំងអស់ទេអញ្ចឹង50 លាន25 លានអាចធានាដល់100 លានបាទអញ្ចឹងអាចចេញបានតែបាទប៉ុន្តែបញ្ហាសំខាន់គឺអ្នកខ្ចីត្រូវមានបច្ចេកទេសមានចេះដឹងចេះធ្វើការត្រឹមត្រូវមកចាប់ខ្ចីឲ្យសងវិញ
នេះក៏សំខាន់ដែររយៈពេលវែងនេះអាយដាមសម្រាប់ការខ្ចីការប្រមូលស្រូវធម្មតាគឺរយៈពេល1 ឆ្នាំវិនិយោគគឺ5 ឆ្នាំឡើងទៅនេះទ្រឹស្ដីខាងធនាគារអញ្ចឹងខ្ចីឲ្យតែសងវិញច្បាប់ធនាគារខ្ចីឲ្យសងវិញបាទនិយាយទៅអាយដាមឃើញថាពីមួយឆ្នាំទៅមួយឆ្នាំការវិវត្តនឹងរីកចម្រើនរបស់ធនាគារអវត្តជនបទហ្នឹងគឺកាន់តែរីកចម្រើនទៅតើអាយដាមប្រមាណមើលថាឆ្នាំក្រោយទៀតឆ្នាំ2012 2013ខាងមុខនេះអាចប្រាក់សម្រាប់តម្កល់ដើម្បីឲ្យប្រជាកសិករកម្ចីនឹងអាចបានច្រើនលើសនឹងទៀតទេអាយដាមគឺចំពោះពីររឿងមួយទី1គឺកសិករដែលជាភារកិច្ចដោយប្រយោលរបស់យើងមិនអាចដល់កសិករបានទេដោយសារទូទាំងប្រទេសយើងមិនមានលទ្ធភាពទេមានតែស្ថាប័នមីក្រូហិរញ្ញវត្ថុយើងត្រូវធ្វើយ៉ាងណាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុនោះបន្ថយអត្រាការប្រាក់សមស្របព្រោះកន្លែងខ្លះនៅជនបទតាមពិតដូចថាខ្ចីគេ100រៀលគេយកការ100ដែរហ្នឹងអ្នកកែវផ្លូវការប៉ុន្តែមីក្រូហិរញ្ញវត្ថុយក36អញ្ចឹងអាចចុះដល់20គឺជាការប្រសើរបំផុតហើយនឹងទៅដល់បន្តិចម្ដងទី2ចំពោះយើងអ្នកដល់កណាផលិតផលស្រូវហើយត្រូវមានអ្នកទៅប្រមូលទិញចា៎ទិញថាសហគ្រាសបាទទៅមធ្យមម៉ាស៊ីនកិនស្រូវសមាគមនេះជាភារកិច្ចរបស់យើងហើយយើងមកដល់ទុនទៅខាងសមាគមម៉ាស៊ីនកិនស្រូវនេះទុនហ្នឹងវាយកទៅទិញស្រូវពីប្រជាជនបានទុនមកយកលុយទៅសងមីក្រូហិរញ្ញវត្ថុវិញអញ្ចឹងជានយោបាយឈ្នះរបស់សម្ដេចយើងបានធ្វើអនុវត្តនេះហើយយើងសង្ឃឹមថាយើងនឹងមានលទ្ធភាពដល់ទុនច្រើនជាងនេះប៉ុន្តែយើងដើម្បីការឲ្យអ្នកខ្ចីហ្នឹងត្រឹមត្រូវពិតប្រាកដច្បាស់លាស់ខ្ចីសងវិញផងខ្ចីសងវិញរឿងនេះដាច់ខាតហើយមានអីធានាផងមានធានាទៀតធានាតែរដ្ឋបាលធានាពីព្រោះពាក្យច្រើនអ្នកខ្លះមកខ្ចីលុយដាក់មកសុំខ្ចីកន្លះលាន1លាន2លានប៉ុន្តែសួរធ្វើអីអូខ្ញុំធ្វើចេះប៉ុន្តែអត់មានអីច្បាស់លាស់នេះការសំខាន់គ្រោះថ្នាក់ណាស់យើងបញ្ហាគឺថាធ្វើម៉េចឲ្យបងប្អូនយើងមានលទ្ធភាពទទួលទុនពីធនាគារមិនតែធនាគារជនបទមួយទេធនាគារទាំងទូទៅពេលណាយើងមកចត់មានផែនការអាជីវកម្មត្រឹមត្រូវមានបទពិសោធន៍ល្អអានេះគេអត់ខ្ចីឯការធានានេះគឺគ្រាន់តែទុកចិត្តគ្នាទេមើលឲ្យមានសមស្របព្រោះសិនបើគ្មានការធានាទេយើងត្រូវការពិន័យពីធនាគារជាតិនេះកម្ពុជាដែលអ្នកគ្រប់គ្រងគឺត្រូវឲ្យគេតម្រូវឲ្យយើងដាក់តម្កល់ហានិភ័យ provision ហ្នឹងទុកអញ្ចឹងវាថាយើងខាតគេថាខ្ចី1លានទុក30ម៉ឺនយើងដួលហើយបាទយើងខ្ចីលុយឲ្យចេញ1លានថែម30ម៉ឺនទៀតអត់ការប្រាក់អានោះវាខាតនេះហើយជាច្បាប់អញ្ចឹងយើងបានរើសមនុស្សបន្តិចម្ដងហើយយើងកំពុងសិក្សាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងការឲ្យខ្ចីលើស្តុកស្រូវតែឥឡូវបើមកគុំកិនស្រូវគឺក្រុមហ៊ុនប្រមូលគ្នាទិញស្រូវបានមានស្រូវហើយតែមាន100យើងឲ្យ70ភ្លាមប៉ុន្តែដល់ពេលលក់វិញត្រូវយកលេងមកសងយើងបានធ្វើពិសោធន៍ពី3ឆ្នាំមកហើយគាត់មានស្រូវយើងចូលដល់មើលឃើញស្រូវមែនយើងឲ្យខ្ចីលុយដល់ពេលលក់វិញគាត់ប្រាប់អត់សងអានេះជានឹងធ្ងន់អញ្ចឹងវាពិនវាកប់គាត់ឥឡូវយើងធ្វើមានការត្រួតពិនិត្យត្រឹមត្រូវជាមួយក្រសួងសេដ្ឋកិច្ចវត្ថុនេះរៀបចំគម្រោងធ្វើយ៉ាងណាឲ្យមានការត្រួតពិនិត្យមកចត់បាទទិញបាទត្រូវយើងឲ្យលុយបាទលក់វិញយើងប្រមូលយកដើម្បីបង្វិលទៅទៀតបាទត្រឹមត្រូវណាស់បាទអាយដាមដោយសារថាបច្ចុប្បន្ននេះយើងមើលឃើញថាការនាំចេញអង្ករទៅក្រៅប្រទេសរបស់រោងម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសយើងមានកាន់តែច្រើនទៅតែក្នុងនោះការរអ៊ូរទាំរបស់រោងម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនថាលុយដូចបង្វិលអត់ទាន់អាយដាមបានជ្រាបរឿងនេះហើយក៏មានមធ្យោបាយយ៉ាងណាដើម្បីនឹងជួយដល់រោងម៉ាស៊ីនកិនស្រូវមួយចំនួនដែលលោកមិនសូវសម្បូរធនធានដើម្បីនឹងជួយយកថវិកានេះទៅទិញស្រូវដើម្បីកិនជាអង្ករលក់ចេញទៅក្រៅប្រទេសបាទសូមចំណុចនេះចំណុចដែលយើងកំពុងពិចារណារៀងរាល់ថ្ងៃមិនដល់យប់ទេតែថ្ងៃគឺថាយើងមើលថាម៉ាស៊ីនកិនស្រូវខ្លះលោកទិញស្រូវរយៈពេល6ខែទៅកិនលក់បាទតែគាត់ចង់បានដល់2ឆ្នាំបាទហើយទុនមូលធិរបស់រដ្ឋាភិបាល36លាននេះគឺប្រើបានឆ្នាំទេតែចាំបាច់យើងពជាពេលយ៉ាងណាគាត់ទិញហើយគាត់លក់វិញយកមកសងយើងដកទៅវិញភ្លាមបាទតែច្រើនមិនអញ្ចឹងការកំណត់
អន្ទាននេះយើងសម្រួលអស់គឺថាពេលណាខ្ចី1លានដុល្លារឧទាហរណ៍បាទគាត់យកទៅរកស៊ី6ខែមួយឆ្នាំហ្នឹងបានគាត់សងមកវិញគាត់ដកទៅវិញបានភ្លាមតែយើងចង់បានថាគាត់មានស្រូវលក់មានចេញចូលមែនបាទអញ្ចឹងហើយត្រូវការសងវិញបាទហើយយើងកំពុងតែគិតពិចារណាថាបើម៉ាស៊ីនខ្លះយើងឲ្យដល់2ឆ្នាំតែគាត់បវលច្រើនពេកព្រោះស្តុកគេកំងច្រើនអង្គល្អបាទគាត់ត្រូវការស្តុកហើយគាត់លក់ទៅកែវ6ខែក្រោយបានលក់បានអញ្ចឹងគាត់ត្រូវការទិញស្រូវស្តុកទៀតយើងក៏យល់ព្រមដែរបាទតែយើងចង់ចាំច្បាប់អនុញ្ញាតសិនគេថាទៅមើលច្បាស់លាស់ព្រោះជំហាននេះយើងសាកល្បងលើកមុនវាអត់ជោគជ័យតែថាគាត់លក់ទិញស្រូវហើយលក់កាត់ជាងក្រោយលក់អត់តន់សងលើជាងមិនតន់សងការប្រើទៀតតែយើងយល់គាត់ព្រោះគាត់ត្រូវការទុនបន្ថែមខ្ញុំសូមជម្រាបថាម៉ាស៊ីនកិនស្រូវមួយ5លានដុល្លារដូចជាក្រុមហ៊ុនបៃតងនៅបាត់ដំបងត្រូវការទុន15លានដុល្លារសម្រាប់ទិញស្រូវបបិលដើម្បីកងចាក់បានបាទឥឡូវគាត់មានតែ2ប៊ីលានទេស្រូវបាទអញ្ចឹងគាត់ប្របាស់បាទអញ្ចឹងហើយយើងកំពុងតែមើលហើយសូមជម្រាបថាទុនវិញធនាគារយើងបានតាក់ទងជាមួយធនាគារក្នុងស្រុកនេះគឺ IBDC របស់សាខាវៀតណាមនឹងជាមួយកាណាដាជាមួយ Foreign Trade ហ្នឹងគឺមានទុន23លានដុល្លារសម្រាប់ឲ្យខ្ចី23លានដុល្លារតែប្រហែលរដ្ឋបាន1ដុល្លារនឹងឡើយទេតែសាច្បាប់គេគឺតឹងតែងគាត់មានធានាត្រឹមត្រូវហើយមានបញ្ជីមាន audit ទាំងអស់យើងអត់មានហើយអញ្ចឹងហើយរយៈពេល1ឆ្នាំប៉ុន្តែអត្រាការប្រាក់គឺ 10% ក្នុង1ឆ្នាំវាថ្លៃ 10% បាទព្រោះលុយហ្នឹងលុយរបស់គេយើងត្រូវយកតាមគេចាយើងយកតែ2-3%ទៅលើទេប៉ុន្តែទិញគេមក7%ហើយមិនក៏7%ព្រោះថាលុយធនាគារខ្លះគេទទួលប្រាក់បញ្ញើអញ្ចឹងទៅបង់ទៅឲ្យអតិថិជនហ្នឹង5ទៅ6%ហើយអញ្ចឹងមកលក់ឲ្យយើង7%បាទដើម្បីគេមួយទៀតបាទថ្មីនេះគឺយើងបានចោះលេខាជាមួយធនាគារអភិវឌ្ឍចិនបាទគេយើងតិចទេគេឲ្យសាក់លបងទី1 8លានដុល្លារសម្រាប់រយៈពេល10ឆ្នាំប៉ុន្តែគឺមើងម៉ាត់រឿងបញ្ហាថាត្រូវឆែកសវនាកររបាយការណ៍ត្រឹមត្រូវយើងខ្វះកន្លែងខ្វះមែនទែនសូម្បីតែឡងផែនការជីវកម្មក៏យើងអត់ចេះធ្វើទៀតតែមិនទាន់ចេះធ្វើគេមានគេបង្រៀនដែរតែមិនទាន់ដល់ស្ទាត់ណាក៏យើងជួយធ្វើបើយើងបើមិនធនាគារជួយធ្វើថ្ងៃណាមួយអត់សល់លុយថាឯងអ្នកធ្វើទៅរឿងហៅទៀតអញ្ចឹងទៅហោះស្ថាប័នណាមួយជួយធ្វើទៅមូលខាងហ្នឹងគឺមានខាងធនាគារពិភពលោក IFC ដែរគេជួយដែរប៉ុន្តែមិនទាន់បានដល់ដៃបងប្អូនដែលត្រូវការផែនការអាជីវកម្មបាទល្អណាស់អាយដាមដែលបានជម្រាបជូនជំហានដំបូងបាទស្ដីអំពីរឿងធនាគារអវត្តជនបទក៏ដូចជាការជួយដល់អាជីវកររកទទួលទានផ្នែកខាងស្រូវអង្ករនេះបាទក្នុងនោះសង្ឃឹមថានឹងមានប្រាក់និទានកម្ចីប្រកាសទៀតដល់របរទទួលទានផ្នែកកសិកម្មនេះកាន់តែច្រើនទៅដើម្បីជួយពង្រឹងនិងជំរុញលើវិស័យកសិកម្មការនាំកចេញរបស់ប្រទេសយើងនេះកាន់តែខ្លាំងទៅបើមើលឃើញថាការខំប្រឹងប្រែងរបស់អាយដាមជាប្រធានធនាគារអវត្តជនបទនេះហើយក៏គៀងគរដល់ធនាគារឯកជនដទៃទៀតនឹងអាចជួយរកច្រកចេញកំតែក្នុងនោះកុំភ្លេចផងដែរថាខ្ចីឲ្យសងផងពីព្រោះថាអានេះបើមិនមានសងទេគឺមិនអាចនឹងតទៅមុខទៀតបានហើយក៏រៀនធ្វើឲ្យថាផែនការផែនការជីវកម្មនឹងឲ្យបានច្បាស់លាស់ព្រោះថានេះជាលើកដំបូងជាចំណុចចាប់ផ្ដើមនៅក្នុងប្រទេសរបស់យើងឲ្យយើងយល់ប៉ុន្តែគេត្រូវការរបៀបនឹងទៀតបាទពីព្រោះថាបើអត់មានរបៀបនឹងទេគឺមិនអាចនឹងរកទូទៀតបានជាមួយធនាគារធំអន្តរជាតិទេបាទអរគុណណាស់អាយដាមដែលបានផ្ដល់ឱកាសជូនដល់កម្មវិធីរបស់យើងបាទអរគុណអាយដាមបាទប្រិយមិត្តទូទាំងជនកម្មវិធីយើងសន្មតចប់តែប៉ុណ្ណេះសន្យាវិលមកជួបជាថ្មីម្ដងទៀតនៅថ្ងៃច័ន្ទថ្ងៃច័ន្ទក្រោយតាមពេលវេលានឹងមកដដែលនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមគោរពលាសូមអរគុណទៀតថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីសភាអ៊ីនធឺណិតមានដូចជាប្រទេសកាន់តែច្រើនតម្លៃកាន់តែប្រសើរជាមួយអត្រាតម្លៃទេទៅក្រៅប្រទេសដ៏ប្រសើររបស់អតិថិជន Smart Mobile លោកអ្នកចំណាយត្រឹមតែ